SSB របស់រុស្ស៊ីថាចារកម្មអ៊ុយក្រែននិងអង់គ្លេសព្យាយាមសោកអ្នកបើកយន្តហោះរុស្ស៊ីតម្លៃ$3 លានឲ្យលួចយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីលល្បឿនលឿន Kinzhal ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារថាសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី FSB បាននិយាយថាខ្លួនបានការពារប្រឆាំងនឹងផែនការដោយចារកម្មរបស់អ៊ុយក្រែននិងអង់គ្លេសដើម្បីលបួងអ្នកបើកយន្តហោះរុស្ស៊ីឲ្យលួចយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីលល្បឿនលឿន Kinzhal ក្នុងតម្លៃ$3 លានយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025បានដឹងថាទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់ប្រភពពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ីដែលនិយាយថាយន្តហោះដែលប្លន់បានត្រូវហោះហើរឆ្ពោះទៅមូលដ្ឋានទ័ពអាកាស NATO ក្នុងទីក្រុង Constanta នៃប្រទេសរ៉ូម៉ានីជាកន្លែងដែលយន្តហោះគឺអាចត្រូវបានគេបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាសFSB ដែលជាអ្នកស្នងតំណែងសំខាន់របស់ KGB សម័យសូវៀតបាននិយាយថាអ៊ុយក្រែននិងអង់គ្លេសបានរៀបចំផែនការបង្កហេតុទ្រង់ទ្រាយធំដោយប្រើយន្តហោះប្លន់ហើយថាចារកម្មយោធាអ៊ុយក្រែនបានស្វែងរកជ្រើសរើសអ្នកបើកយន្តហោះរុស្ស៊ីក្នុងតម្លៃ$3 លានដើម្បីលួចយន្តហោះចម្បាំងនេះទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានបង្ហាញរូបភាពនៃសារនិងការថតសម្លេងរបស់បុរសម្នាក់ដែលពួកគេបាននិយាយថាកំពុងធ្វើការឲ្យចារកម្មអ៊ុយក្រែននិងអង់គ្លេសហើយបានផ្ដល់ប្រាក់ចំនួន$3 លានដល់អាកាសយានិករុស្ស៊ីដើម្បីបើកយន្តហោះ MiG ទៅកាន់អឺរ៉ុបហើយអ្នកបើកយន្តហោះក៏ត្រូវបានផ្ដល់សញ្ជាតិផងដែរអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright